មនុស្សម្នាក់សុទ្ធតែមានតម្លៃរៀងៗខ្លួនតម្លៃនោះមិនមែនវាស់ដោយលុយដែលមានឬសម្លៀកបំពាក់ដែលស្លៀកនោះទេប៉ុន្តែវាស់ដោយទង្វើចរិតល្អនិងរបៀបដែលយើងប្រព្រឹត្តចំពោះអ្នកដទៃមនុស្សដែលចេះគោរពពាក្យសន្យាចេះជួយគ្នាមានភាពស្មោះត្រង់និងមានទំនួលខុសត្រូវគឺជាមនុស្សដែលមានតម្លៃពិតប្រាកដទោះបីមានទ្រព្យសម្បត្តិច្រើនក៏នៅតែទទួលបានការគោរពពីមនុស្សជុំវិញខ្លួនចូរកុំប្រឹងធ្វើឲ្យគេមើលឃើញថាយើងអស្ចារ្យតែចូលប្រឹងធ្វើឲ្យទង្វើរបស់យើងបង្ហាញពីគុណតម្លៃដែលស្ថិតនៅក្នុងចិត្តព្រោះនៅចុងក្រោយមនុស្សនឹងចងចាំអំពីរបៀបដែលយើងប្រព្រឹត្តចំពោះពួកគេមិនមែនចងចាំតែអ្វីដែលយើងមាននោះទេសូមថែរក្សាតម្លៃរបស់ខ្លួនឲ្យបានល្អព្រោះវាជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលគ្មានអ្នកណាអាចទិញបានឡើយ